រាបសួរfanទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹង admin នៅក្នុងរឿងក្រមុំឆ្នះថ្នាក់ E វគ្គ 2 ភាគ 6 អធិស្ឋានសម្រាប់ការចេញរឿងយឺតយ៉ាវដោយសារតែ admin ច្រឡំថ្ងៃហើយក៏រៀងរវល់ផងដល់ពេលអញ្ចឹងទៅធ្វើឲ្យ fan ទាំងអស់គ្នាគឺថាតឹងទ្រូងលមូលខ្លួនចង់មើលរឿងអីអញ្ចឹងណាសូម្បីតែ admin ណែបើថា admin អត់បានសម្រាយក៏អត់បានមើលដែរហើយចង់មើលដូចគ្នានៅទាំងអស់គ្នាចូលដឹងថាភាពបន្តវាទៅជាយ៉ាងណាអញ្ចឹងណាចឹងឥឡូវយើងមកមើលនៅភាគ 6 ហ្នឹងកាលពីភាគ 5សិស្សក្នុងថ្នាក់មិនឆ្លោះគ្នាមកដល់ភាគ 6 ចេះគឺមកអង្គុយគិតតាមម្នាក់ឯងដែលអត់មានចម្លើយទាល់តែសោះថាតើសិស្សទាំងពីរក្រុមនឹងឆ្លោះគ្នាដោយសារមូលហេតុអីនាងពិតជាចង់ដឹងខ្លាំងមែនទែនហើយក៏មិនដឹងទៅសួរអ្នកណាដែរដោយសារតែម្នាក់គឺថាមុខមើលរៀងខ្លួនបន្ទាប់មកនាងស្រាប់តែទៅចាប់កតាបរបស់នាងឃើញថាសុកាឡាច្រើនមែនទែននៅក្នុងនឹងហើយវាមិនមែនជារបស់នាងនោះទេប៉ុន្តែចេះអត់ខ្វល់ដំណាក់កាលនេះគឺនាងត្រូវការសុកាឡានឹងខ្លាំងមែនទែនដើម្បីយកវាធ្វើជានុយអីអញ្ចឹងណាបន្ទាប់មកនាងបានហៅស៊ីអ៊ីនសួរតែចង់ញ៉ាំសុកាឡាអត់ស៊ីអ៊ីនឃើញហើយនិយាយពីថាចង់ញ៉ាំខ្លាំងមែនទែនប៉ុន្តែចេះរបស់យើងនិយាយថាបើសិនជាចង់ញ៉ាំឆ្លើយសំណួរសិនស៊ីអ៊ីនដឹងហើយថានាងចង់សួរពីអីគេក៏ប្រកែកថាអត់ឆ្លើយនោះទេពេលនឹងផងដែរទាំងស៊ីអ៊ីនជាមួយនឹងហ្វីលីកគឺថាងាកមកមើលសុកាឡាចេះតំណងពេកក៏អ្នកទាំងអស់គ្នាបន្ទាប់មកចេះក៏បានចាប់ទាញសុកាឡាហ្នឹងយកមកបង្ហាញអ្នកទាំងអស់គ្នាហើយយកមកញ៉ាំញ៉ែមអីអញ្ចឹងណានិយាយពីថាសិស្សមួយថ្នាក់គឺនាំគ្នាងាកមើលចេះទាំងអស់អត់តែ Kiefer ជាមួយនឹង Yuri តែប៉ុណ្ណោះបន្ទាប់មក Kiefer ប្រហែលជាទ្រាំអត់បានទេយ៉ាងញ៉ាសារមកប្រាប់ចេថាឲ្យឈប់លេងទៅវាអត់មានកំ pl ៃនោះទេចេមើលសារហើយមិនត្រឹមតែមិនឈប់ទេថែមទាំងងាកទៅសើចដាក់ Kiefer ហើយនឹងគិតនៅក្នុងចិត្តថាមើលទៅគាត់កំពុងតែខឹងហើយអត់ចេះលាក់អារម្មណ៍តលតែសោះចេយើងចំណែក Asin មើលទៅថាងទ្រាំលេងបានហើយក៏ទៅលុតជង្គង់នៅមុខចេដែលនិយាយថាសួរអីសួរមកគេនឹងព្រមប្រាប់មិត្តភក្តិនៅក្នុងថ្នាក់ប្រាប់ទៅកាន់ Sin ថាកុំចោះចាញ់អីចាំពួកយើងទៅទិញវានៅខាងក្រៅអីអញ្ចឹងណាប៉ុន្តែ Sin នេះមើលទៅដូចជាទ្រាំលេងបានហើយគឺលេងខ្វល់ស្ដាប់អ្នកណាទាំងអស់បន្ទាប់មកចេបានសួរទៅកាន់ Sin ថាឆ្លោះគ្នាដោយសាររឿងអី Sin នៅហ៊ានមកលឺនោះទេខ្សឹបប្រាប់ទៅកាន់ចេថាដោយសារតែ Kiefer និង Yuri ឆ្លោះគ្នាហើយសិស្សនៅក្នុងថ្នាក់ហ្នឹងក៏បានបែងចែកជាពីរក្រុមអញ្ចឹងទៅចេរបស់យើងគាត់ស្ដាប់ប៉ុណ្ណឹងគឺដឹងថាជារឿងរបស់នាងបាត់ទៅហើយនៅពេលដែលនាងសួរបន្តទៀត Kiefer ក៏បានប្រាប់ឲ្យ Sin បិទមាត់ប៉ុន្តែដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹងថ្នាក់ A មិន Kiefer ធំជាងគេណាគឺចេបានស្រែកថាឲ្យ Kiefer នឹងឯងគឺត្រូវតែបិទមាត់ពេលហ្នឹង Sin អត់បានឆ្លើយនោះទេប៉ុន្តែសិស្សទាំងពីរក្រុមគឺនាំគ្នាឈរប្រកែកគ្នាតែម្ដងដែលធ្វើឲ្យចេរបស់យើងគឺលេងសួរហុចសុកាឡាឡើងមកកណោមកឲ្យ Sin ដែលនិយាយថាឲ្យស៊ីនឹងយកវាទៅប៉ុន្តែចេរបស់យើងគឺកំពុងតែខ្វល់ខ្វាយដោយសារតែការបែកបាក់សាមគ្គីនៅក្នុងថ្នាក់គឺលេចឡើងកាន់តែច្បាស់ហើយមូលហេតុនាងដឹងច្បាស់គឺមកពីនាងរូបភាពនេះវាស្តៀងទៅនឹងថ្នាក់អ៊ីកាលពីមុនកាលដែលអេឡាននៅបន្តមកលោកគ្រូក៏ចូលមកដល់ហើយគាត់បានចែកกระดาษប្រឡងអញ្ចឹងណាលោកគ្រូដើរចេញមិនតាន់ផុតផងចេយើងនឹងគឺថាធាក់ស៊ីនដើម្បីសួរពីសំណួរនៅលើกระดาษប្រឡងហើយមើលទឹកមុខក៏ដឹងថាអត់ចេះដែរដល់ពេលដែលលោកគ្រូត្រូវប្រមូលกระดาษប្រឡងហើយអ្នកគ្រប់គ្នាដែលប្រឡងហើយក៏នាំគ្នាចាក់ចេញទៅមានតែចេយើងម្នាក់គត់ដែលនៅក្រោយគេពេលនឹងផងដែរលោកគ្រូក៏បានរំលឹកចេពាក់ព័ន្ធជាមួយនឹងឯកសារនៅសាលាចាស់របស់នាងគឺត្រូវឲ្យនាងទៅយកខ្លួនឯងមិនមែនខាងសាលាអ្នកយកឲ្យទេអញ្ចឹងហើយគាត់ក៏រំលឹកចេកុំឲ្យភ្លេចគេយកត្រឹមថ្ងៃច័ន្ទសប្តាហ៍ក្រោយបន្ទាប់មកគាត់ក៏យកกระดาษប្រឡងចេញពីចេទាំងដែលនាងគឺអត់ទាន់បានប្រឡងចប់រួចរាល់នោះទេធ្វើឲ្យចេរបស់យើងគឺថាជឿក្បាលខ្លាំងមែនតែនមានរឿងជាច្រើនណាស់ដែលនាងត្រូវគិតហើយវាសុទ្ធតែជារឿងដែលស្មុគស្មាញអញ្ចឹងណាបន្ទាប់ពីនាងបានមកដល់ផ្ទះនាងក៏បានផ្ញើសារទៅប្រាប់ស៊ីអ៊ីនឲ្យយករឿងរ៉ាវទាំងអស់មកប្រាប់នាងប៉ុន្តែស៊ីអ៊ីនរបស់យើងអត់តបសារនោះទេគឺតែមកចេតែម្ដងដោយប្រាប់ទៅកាន់ចេថាគេគឺអត់ចង់និយាយពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់នឹងនោះទេប៉ុន្តែចេគឺនៅតែទទូចសួរអញ្ចឹងណាបន្ទាប់មកស៊ីអ៊ីនក៏បានប្រាប់ទៅកាន់ចេថាគេសុំទោសចេដោយសារតែគេបានធ្វើកំហុសដ៏ធំមួយចេអត់សូវយល់នោះទេបានសួរទៅគេថាជារឿងអ្វីប៉ុន្តែស៊ីអ៊ីនមិនឆ្លើយគឺគេបានបិទទូរស័ព្ទបាត់ទៅមួយសន្ទុះក្រោយមកស្រាប់តែអេឡាចូលមកក្នុងបន្ទប់របស់ចេងឹងឆ្ងល់មែនតែនសួរថាមកធ្វើអីអេឡាគឺមកទីនេះដើម្បីចង់បញ្ចុះបញ្ចូលថាកុំឲ្យនៅជាមួយ Kiefer ហើយកុំបោះបង់ Yuri ព្រោះបើសិនជានាងបោះបង់ Yuri នឹងឈឺចាប់អីចឹងណាបណ្ដាចេរបស់យើងស្ដាប់អត់ចូលនោះទេបានតបទៅកាន់អេឡាវិញដែលនិយាយថាតែអ្នកណាជាអ្នកធ្វើឲ្យ Yuri ខូចចិត្តដំបងគេបង្អស់តាមពិតគឺជាអេឡានឹងឯងបន្ទាប់មកចេក៏បានប្រាប់ទៅកាន់អេឡាថាអញ្ជើញចេញទៅខ្ញុំអត់ត្រូវការនិយាយជាមួយនឹងនាងនោះទេអេឡាមុននឹងចេញទៅក៏បានប្រាប់ទៅកាន់ចេថានាងនឹងស្ដាយក្រោយនៅពេលដែលនាងនៅជាមួយនឹង Kiefer ជឿខ្ញុំមើលពួកខ្ញុំឆ្លងកាត់រួចហើយប៉ុន្តែចេរបស់យើងគឺអត់តបនោះទេបែរជា Linda ដាក់អេឡា admin នឹងអស់ស្នោចពេលហ្នឹងស្អែកឡើងឃើញថាដល់ថ្ងៃបោះជំរំសាលាទាំងមូលតែម្ដងនៅទាំងអស់គ្នាប៉ុន្តែសិស្សថ្នាក់អ៊ីគឺគេដើរជុំគ្នាមើលទៅគឺថាសប្បាយមែនទែនដូចជាមិនមានចំនួនអីតទៅសោះបន្ទាប់មក Yuri ក៏ទទួលបានសារពីអេឡាដែលនិយាយថាចង់និយាយស្ងាត់តែពីរនាក់ជាមួយនឹងគេអញ្ចឹងណាហើយ Kiefer ណាក៏មិនភ្លេចចោលភ្នែកគេលេចមកមើលម្ចាស់ចិត្តរបស់គេគឺចេរបស់យើងដែរបន្ទាប់មកចេគឺថាឈោសោចគ្រប់គ្នានាំគ្នាសួរ
ចេះថាសោយរឿងអីនាងនិយាយថាហ្វ្រីយ៉ាមើលទៅល្ងងខ្លាំងមែនទែនវាមិនដែលឡាណាពាក់ស្បែកជើងកែងមកបោះជំរុំនៅក្នុងព្រៃអញ្ចឹងនោះទេពេលដែលគ្រប់គ្នាក៏លេចទៅឃើញថាហ្វ្រីយ៉ាគឺពិតជាដូចចេះនិយាយមែនហើយនិយាយពីថាពាក់កែងឲ្យដើរអត់រួចគេនាងបានឲ្យមីកានិងមិត្តភ័ក្តិរបស់នាងម្នាក់ទៀតគឺជួយគ្រាអីអញ្ចឹងណាខាងលេចនៅពេលដែលឃើញមីកាអញ្ចឹងគេក៏បានសួស្ដីទៅកាន់សង្សាររបស់ខ្លួនអញ្ចឹងណាបន្ទាប់មកឃើញថាមីកាបានចពប់ជើងដួលហ្វ្រីយ៉ាមិនត្រឹមតែមិនបារម្ភពីមិត្តភ័ក្តិនោះទេថែមទាំងថាឲ្យមីកាហ្នឹងដើរលេលើភ្លីភ្លើអីអញ្ចឹងណានិយាយពីថាពេលហ្នឹងអេដមីនណាគ្រឺតហ្វ្រីយ៉ាខ្លាំងមែនទែនបន្ទាប់មកលោកគ្រូក៏បានមកដល់ហើយសិស្សគ្រប់គ្នាក៏បាននាំគ្នាថតរូបទុកជាអនុស្សាវរីយ៍អីអញ្ចឹងណាមើលទៅទស្សនវិជ្ជាមួយហ្នឹងពិតជាគួរឲ្យសប្បាយខ្លាំងមែនទែនពេលយប់ឡើងគ្រប់គ្នាគឺនាំគ្នាបោះតង់បដាលោបដាដែលនិយាយថាសិស្សថ្នាក់ផ្សេងកន្លែងគេងមើលទៅឡើងស្អាតប៉ុន្តែសិស្សថ្នាក់ពួកគេវិញកន្លែងគេងមើលទៅអត់តំណងទៅសោះចេះបារម្ភថាអាចនឹងមានពស់មានអីមកចឹកអីអញ្ចឹងណាពេលគេយប់ឡើងក្រោយមកទៀតចេះក៏បានលូរឿងតង់គឺនាងដាក់មួយថ្ងៃហើយគឺមើលអត់យល់ថាគេដាក់របៀបម៉េចអីរបៀបម៉េចទេទាំងដែលសិស្សផ្សេងគេបោះតង់រួចហើយហើយអត់មានអ្នកណាយកចិត្តទុកដាក់ជាមួយនឹងចេះតតែសោះតតែ Kiefer បានដើរមកចិត្តចេះហើយគេបានជួយរៀបតង់ឲ្យនាងអញ្ចឹងណាចេះសួរ Kiefer ថាឲ្យធ្វើអីនឹង Kiefer តបថាគឺកំពុងបោកកៅអៅ Admin ឡើងកាំងហ្មងឡែងនឹង Kiefer ឆ្លើយឌឺទៅកាន់ចេះដែលនិយាយថានាងសួរអត់បើកភ្នែកមើលអញ្ចឹងណាគេដើរមកជួយរៀបតង់ឲ្យហើយសួរគេថាធ្វើអីទៀតបន្ទាប់មកចេះបានប្រាប់ទៅកាន់ Kiefer ថាថ្ងៃស្អែកនាងត្រូវទៅសាលាចាស់ដែលនៅម្ដុំកន្លែងដែលនាងបោះជំរំហ្នឹងណាដើម្បីយកឯកសារទៅឲ្យគេចុះហត្ថលេខាអញ្ចឹងទៅ Kiefer បានសុំចេះទៅជាមួយប៉ុន្តែនាងក៏បាននិយាយថានាងអាចទៅម្នាក់ឯងបានយូរីក៏បានដើរមកចិត្តនឹងផងដែរដែលនិយាយថាអត់ទុកចិត្តឲ្យចេះទៅតែម្នាក់ឯងខ្លាចមានអ្នកផ្សេងមកធ្វើបាបនាងអីអញ្ចឹងណាបន្ទាប់មកចេះក៏បានយល់ព្រមជាមួយនឹងពួកគេទាំងពីរពេលហ្នឹង Kiefer គឺថាជោគសក់ឡើងប្រុសស្អាតតែម្ដងចេះយើងគឺថាលួចឲ្យញឹមអីអញ្ចឹងណាបន្ទាប់មកនាងក៏រត់ទៅនិយាយជាមួយនឹង Sein ហើយនឹង Khalik ទៅស្អែកឡើងចេះមកដល់សាលាចាស់តែម្នាក់ឯងបានជួបជាមួយនឹងពូសន្តិសុខពួកគេទាំងពីរហ្នឹងគឺថាសួរសុខទុក្ខគ្នាមួយសន្ទុះដោយសារតែចេះហ្នឹងគឺថាឈប់ពីសាលារៀងយូរដែរហើយពូសន្តិសុខសួរថាមករៀនវិញមែនចេះក៏តបថាអត់ទេគ្រាន់តែយកឯកសារមកឲ្យខាងសាលាសញ្ញេមួយចំនួនតែប៉ុណ្ណោះហើយគាត់ក៏បានប្រាប់ទៅកាន់ចេះថាស៊ីរ៉ូដែលជាសង្សាររបស់ចេះហ្នឹងគឺចូលរៀនវិញហើយចេះលើតែប៉ុណ្្នឹងគឺថាធ្វើមុខឡើងមីងមាំងតែម្ដងនាងគិតថាសូម្បីតែសន្តិសុខហ្នឹងក៏ដឹងពីតំណែងតំណងរវាងនាងជាមួយនឹងស៊ីរ៉ូផងដែរប៉ុន្តែនាងបានប្រាប់ទៅកាន់ពូសន្តិសុខវិញថាពួកនាងគឺបានបែកគ្នាយូរមកហើយពេលដែលនិយាយឲ្យចេះគឺបំរុងដើរចូលទៅខាងក្នុងអញ្ចឹងណាបន្ទាប់មកនាងក៏បានងាកមកនិយាយជាមួយនឹងពូសន្តិសុខវិញដែលនិយាយថាសុំទោសដែលកាលពីមុននាងធ្លាប់ធ្វើបាបពូសន្តិសុខប៉ុន្តែគាត់ក៏តបវិញថាមិនអីនោះទេគ្រប់យ៉ាងគឺគាត់បានបំភ្លេចចោលអីអញ្ចឹងណាហើយចេះក៏បានដើរចូលទៅក្នុងសាលាបាត់ទៅបន្ទាប់មកនៅពេលដែលចេះដើរតាមផ្លូវអារម្មណ៍របស់នាងគឺថាផាត់ភ័យខ្លាំងមែនទែនខ្លាចជួបស៊ីរ៉ូអីអញ្ចឹងណាលោតចូលមកដល់ក្នុងបន្ទប់គ្រូទើបនាងបានដកដង្ហើមធំធូរចិត្តដោយសារតែនាងបានជួបស៊ីរ៉ូតែនាងមានដឹងណាថាស៊ីរ៉ូគឺកំពុងត្រងចាំនាងនៅក្នុងថ្នាក់របស់គ្រូនឹងឯងនៅពេលដែលឃើញស៊ីរ៉ូភ្លាមចេះគឺដូចជាភ័យខ្លាំងមែនទែនបន្ទាប់មកស៊ីរ៉ូក៏ថាបានចាប់បាច់កចេះនាងបានវល់ស៊ីរ៉ូដល់លេងនាងប៉ុន្តែស៊ីរ៉ូបាននិយាយបច្ចាមកកាន់ចេះនិយាយថាគេនឹកចេះអីចឹងណាហើយគេដឹងថានាងនឹងត្រឡប់មកវិញនៅពេលដែលព្យាយាមធ្វើបាបចេះមួយសន្ទុះគេក៏បានប្រឡែងចេះគឺបានដួលទៅនឹងដីហើយស៊ីរ៉ូក៏បានដើរចាក់ចេញទៅបន្ទាប់មកចេះរបស់យើងក៏បានងើបឡើងនឹងជួតទឹកភ្នែកដែលនៅលើថ្ពាល់ចេញស្រាប់ពេលដែលអ្នកគ្រូដើរមកដល់ល្មមនាងបានហុចឯកសារនឹងនិយាយថាគឺត្រូវការយកមកឲ្យអ្នកគ្រូសញ្ញេអញ្ចឹងណាអ្នកគ្រូភ្ញាក់ផ្អើលខ្លាំងមែនតើនិយាយថាចេះគឺផ្លាស់ប្ដូរកាលពីមុនណានាងនិយាយជាមួយនឹងគាត់ហាក់ដូចជានិយាយជាមួយនឹងក្មេងសិស្សសកលគ្នាអញ្ចឹងប៉ុន្តែពេលនេះនាងបែរជាមានសុជីវធម៌បែបនេះអ្នកគ្រូនិយាយអត់តន់ចប់ផងចេះក៏បានដើរចាក់ចេញទៅជាមួយនឹងអារម្មណ៍ដូចជាអត់មានព្រលឹងប្រលែសោះពេលនាងចេញមកដល់ខាងក្រៅឃើញថាស៊ីរ៉ូគឺនៅតែតាមតង់ទៀមធ្វើបាបនាងដដែលពេលហ្នឹងនាងបានតែកំភ្លៀងទៅកាន់ស៊ីរ៉ូនិងប្រាប់ទៅកាន់គេថាឲ្យបញ្ចប់ទៅនាងមិនចង់មានបញ្ហានោះទេតែគេចង់បានអីពីនាងទៀតស៊ីរ៉ូក៏បាននិយាយថាគេចង់បានអីមែនគឺគេចង់ឲ្យនាងស្គាល់នៅអ្វីដែលគេធ្លាប់ឆ្លងកាត់ពីមុនអ្នកទាំងអស់គ្នាដែលធ្លាប់មើលវគ្គមួយដឹងហើយថាស៊ីរ៉ូគឺធ្លាប់ដេកពេទ្យដោយសារតែចេះបន្ទាប់មកគ្នារបស់ស៊ីរ៉ូដែលនៅទីនោះគឺបាននាំគ្នាចាប់ចេះអញ្ចឹងណាហើយស៊ីរ៉ូក៏បានប្រើកណ្ដាប់ដៃរបស់គេដើម្បីដាល់ទៅកាន់ចេះប៉ុន្តែមិនទាន់បានវាយណាអ្នកទាំងអស់គ្នាត្រូវបានយូរីជាមួយនឹង Kiefer បានមកដល់ទាន់ហើយមិនត្រឹមតែពីរអ្នកហ្នឹងទេសិស្សថ្នាក់ E ទាំងមូលគឺថាបានមកទីនេះបានវាបតៃបតប់ជាមួយនឹងសិស្សនៅសាលាហ្នឹងអញ្ចឹងណា admin តសើខ្លាំងមែនទែនសាលាអីដាច់ឲ្យអ្នកខាងក្រៅចូលមកវាយសិស្សដល់ក្នុងសាលាគ្នាឡើងមកវងហ្មងហើយអ្វីដែល admin ចូលចិត្តបំផុតរឿងហ្នឹងគឺថាពេលវាយគ្នាឡើងតំណងអ្នកទាំងអស់គ្នាហើយអ្នកណាវាយអីវាយទៅ David ឯនេះគឺថាស្ទុះ100ចេះមកសួរនាងថាយ៉ាងម៉េចហើយបន្ទាប់ពីគ្នារបស់ខ្លួនគឺត្រូវសិស្សថ្នាក់ E វាយស៊ីរ៉ូបានសួរទៅកាន់ Kiefer និង Yuri ថាពួកគេគឺជាអ្នកណាមានណា Kiefer និង Yuri គឺបានណែនាំទាំងឈ្មោះទាំងតកូលបន្ទាប់មក Yuri ក៏បាននិយាយថារីករាយដែលបានជួបឯងបន្ទាប់មកក៏ចាប់ផ្ដើមវាយទៅកាន់ស៊ីរ៉ូតែម្ដងទៅនៅពេលដែលឃើញថាស៊ីរ៉ូគឺរៀងត្រោមហើយ Kiefer ជាមួយនឹង Yuri ក៏ផ្អាកវាយសិនអញ្ចឹងណាប៉ុន្តែមើលទៅមាត់អាប៉ែហ្នឹងឡើងឈាមលហាមវាបានសួរទៅកាន់គ្រប់គ្នាថាហេតុអីត្រូវខ្វល់ដែលវាធ្វើបាបចេះ
តែចេះត្រូវជាស្អីនឹងពួកគេអញ្ចឹងណាបន្ទាប់មកសិស្សថ្នាក់ E គឺឆ្លើយម្នាក់ម្ដងដោយនិយាយថាចេះគឺជាមិត្តរួមថ្នាក់របស់គេនាងគឺជាមិត្តភក្តិហើយនាងគឺជាកម្មសិទ្ធិរបស់សិស្សថ្នាក់ E ទាំងមូលហើយដែលសំខាន់ហ្នឹង Kiefer និយាយថាចេះគឺជារបស់គេតែម្នាក់ពេលហ្នឹងផងដែរគឺថាចេះរបស់យើងគឺថារៀងស្រឡាំងកាំងអញ្ចឹងណាប៉ុន្តែ Zero ក៏បាននិយាយពាក្យប្រមាថទៅកាន់ចេះដែលធ្វើឲ្យ Kiefer របស់យើងធំអត់បានវាទៅកាន់ Zero ម្ដងទៀតចេះព្យាយាមស្រែកប្រាប់ទៅកាន់ Kiefer ថាឲ្យបញ្ឈប់ទៅកុំធ្វើបាបគេទៀតអីព្រោះថា Zero ហ្នឹងគឺទៅតែចេញពីពេទ្យនោះទេគ្រាន់តែលើប៉ុណ្ណឹងសិស្សថ្នាក់ E នាំគ្នាសើចនឹងនិយាយថាឥឡូវគេគួរតែដេកពេទ្យវិញហើយគាត់តែអាប៉ែនេះតនេខ្លាំងមែនតើនៅទាំងអស់គ្នាទៅតែចេញពីពេទ្យឥឡូវក៏ត្រូវចូលពេទ្យវិញដោយសារតែចង់ធ្វើបាបចេនឹងឯងបន្ទាប់មក Kiefer របស់យើងស្ដាប់សម្ដីចេខ្លាំងមែនតើគេឈប់វាយតបទៅកាន់ Zero ហើយគឺដើរមកបីចេនៅមុខសិស្សគ្រប់គ្នាអញ្ចឹងណាមិនត្រឹមតែបីនោះទេហើយតែមិនថើបមាត់ចេទៀតចេសួរថាថៃបានថើបមាត់នាងគេក៏បាននិយាយថាគឺសងសម្រាប់ការដែលនាងស្រែកដាក់គេនៅក្នុងថ្នាក់អូយ admin ណាឆ្លាញ់មកគូនឹងខ្លាំងមែនតើប៉ុន្តែក៏លួចអាណិតទៅកាន់ Yuri ដែរនៅទាំងអស់គ្នាមើលទឹកមុខរបស់ Yuri គឺសេតខ្លាំងតែម្ដងបន្តមកដល់ម៉ោងញ៉ាំអាហារថ្ងៃត្រង់នៅទាំងអស់គ្នាសិស្សថ្នាក់ E គឺនាំគ្នាមកអង្គុយញ៉ាំអាហារធម្មតាអីអញ្ចឹងទៅចេរបស់យើងគឺអង្គុយនិយាយជាមួយនឹង David មកសទុះដោយសារ David សួរថាតើទៅពេទ្យអត់អីអត់អញ្ចឹងណាពីព្រោះគេបារម្ភខ្លាចនាងមានរបួសមានអីចឹងទៅប៉ុន្តែចេបានបញ្ជាក់ថានាងមិនអីនោះទេ Kiefer របស់យើងគឺបានយកបាយមកឲ្យចេប្រាប់ថានាងអត់ឃ្លាននោះទេ Kiefer ក៏និយាយថាបើសិនជាអត់ញ៉ាំបាយនឹងទេគេនឹងបញ្ជូននាងទៅពេទ្យចេឆ្ងល់ភ្លាមថាថៃបានអញ្ចឹងបន្ទាប់មក David យល់ការងើបដើរចេញ Kiefer ក៏មកអង្គុយចិត្តចេហើយពេលនឹងឯងនៅទាំងអស់គ្នា admin ឡើងអស់ស្នោច Kiefer ជាមួយនឹង Yuri គឺថានាំគ្នាចម្រិតសួរចេតែម្ដងដោយសួរថាហេតុអីបានជានាងទៅសាលានឹងហើយ Zero ខាញ់គេដេកពេទ្យអីហើយបើគេចេញពីពេទ្យចូលរៀនវិញហើយតើចេដឹងអត់ឬមួយក៏ចេហ្នឹងមានចេតនាទៅទីនោះដើម្បីជួប Zero អូយ admin ណាឡើងអស់ស្នោចខ្លាំងតែម្ដងចេរបស់យើងគឺថាអត់ឆ្លើយនោះទេបែរជាសួរទៅវិញហើយនេះថៃបានជាមកសួរអញ្ចឹងប្រច័ណ្ឌមែន Kiefer គឺឆ្លើយថាត្រូវហើយប៉ុន្តែ Yuri អត់ហ៊ានទទួលស្គាល់នោះទេគេបែរជានិយាយថាអត់ប្រច័ណ្ឌនៅពេលហ្នឹងនិយាយពីថាសិស្សថ្នាក់ E ត្រូវដៃត្រូវជើងគ្នាខ្លាំងមែនតើនាំគ្នាដាក់ម្នាក់មួយម៉ាត់អញ្ចឹងណាបើពួកគេជា Kiefer ក៏ពួកគេប្រច័ណ្ឌដែរហើយបើអ្នកទាំងអស់គ្នាបានទៅមើលរឿងពេញល្អមើលខ្លាំងមែនតើ admin យកមកសម្រែងចេះគឺ admin កាត់ច្រើនណាបន្ទាប់មក Kiefer បានប្រាប់ទៅកាន់ចេថាគឺហាមមិនឲ្យនាងទៅជួប Zero ទេបើសិនជាឲ្យគេដឹងថានាងទៅជួប Zero ទៀតគេនឹងយកនាងទៅចាក់សោឃុំនៅក្នុងផ្ទះរបស់គេហើយ Yuri ក៏បាននិយាយថាទុកឲ្យគេជាអ្នកចាត់ការទៅកាន់ Zero Kiefer លឺហើយក៏បន្ទោថាត្រូវហើយនិយាយបានល្អអូអាពេលប្រច័ណ្ឌចេអញ្ចឹងនិយាយពីថាត្រូវដងត្រូវផ្លែគ្នាខ្លាំងមែនទែនយប់ឡើងពេលដែលពួកគេមកដល់ជំរំវិញឃើញថាអីវ៉ាន់របស់ពួកគេគឺថាបាត់ខ្ទេចតែម្ដងហើយចេរបស់យើងក៏បាត់តុក្កតារបស់នាងដែរពេលហ្នឹងគឺនាំគ្នាសែតខ្លាំងណាហើយតង់របស់ស៊ីអ៊ីនគឺដួលឡើងខ្ទេចតែម្ដងពេលហ្នឹងគេក៏បានកលេចឃើញពស់ចេឮតែពស់អញ្ចឹងលេងរត់ទៅមើលអើយ admin ខ្លាចហ្មងស្រីអីក៏ច្រឹកអញ្ចឹងទេលោកហើយដល់ថ្នាក់ឡើង Kiefer ចាប់លើកចេចេញវាមិនដែលក្មេងស្រីធម្មតាឮតែពស់រត់ចេញតែចេយើងឮតែពស់រត់ទៅមើលតែម្ដងបន្ទាប់មក David គឺជាអ្នករត់ទៅមើលពេលដែលគេចាប់ឡើងឃើញថាពស់នោះគឺជាពស់ខ្លាយប៉ុន្តែវាមានរូបរាងដូចជាពស់ពិតខ្លាំងមែនទែនស្រាប់តែស៊ីអ៊ីននឹកឃើញកំណត់មួយឡើងគេបានប្រាប់គ្រប់គ្នាថាឲ្យទៅដេកទៅស្អែកខ្លួនមានវិធីទៅយករបស់ដែលគេលួចមកវិញហើយព្រឹកស្អែកឃើញថាស៊ីអ៊ីន David Yuri Kiefer ជាមួយនឹងចេគឺបានមកជាមួយគ្នាអឺតលើមឃើញថា Freya ជាមួយនឹងសិស្សថ្នាក់ A ផ្សេងទៀតក៏ដូចជាសមសម្ដែងអីមួយអញ្ចឹងណាហើយ David ជាមួយនឹង Sein គឺបានចូលទៅខាងក្នុងបោះពស់ចូលទៅតិចបន្ទាប់មកគេបានចងខ្សែពស់នឹងឲ្យអ្នកទាំងអស់គ្នានៅពេលដែលទាញខ្សែនឹងទៅមើលទៅដូចពស់វាមែនទែនអញ្ចឹងក្មេងស្រីសិស្សថ្នាក់ A ទាំងអស់គាត់តែឃើញហើយគឺថារត់ឡើងប្រាសាទគាត់តែឃើញអញ្ចឹងចេជាមួយនឹង Yuri គឺនាំគ្នាសើចសប្បាយខ្លាំងមែនទែនបន្ទាប់មកក៏នាំគ្នាចូលមកខាងក្នុងអញ្ចឹងណា David ជាមួយនឹង Sein ពិតជាបានរកឃើញធុងតកកដែលសិស្សថ្នាក់ A លួចពីសិស្សថ្នាក់ E ទៅចំណែកចេក៏បានរកឃើញតុក្កតាសម្រាប់ចិត្តរបស់នាងវិញដែរហើយអេដែលនឹកស្មានដល់ហ្នឹងនៅពេលដែល Kiefer ទេទៅគ្នាគឺគ្នារបស់គេកំពុងតែទៅរករបស់ពីសិស្សគ្រប់ថ្នាក់ទាំងអស់អត់តែសិស្សថ្នាក់ C មួយទេទាំងអស់គ្នាក្រៅពីនឹងសិស្សថ្នាក់ B សិស្សថ្នាក់ D អីគឺសិតតែលួចរបស់សិស្សថ្នាក់ E ទាំងអស់មួយសន្ទុះក្រោយមកសិស្សថ្នាក់ E ក៏មកទីនេះជុំគ្នាពួកគេសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលបានរកឃើញរបស់ដែលគេលួចទៅហើយអញ្ចឹងណានាំគ្នាស្រែកហៅអាឡេឡូពេញនឹងតែម្ដងយប់ឡើងពេលដែលត្រឡប់មកដល់តង់វិញគ្រប់គ្នាក៏នាំគ្នាចែកតង់គ្នាដេកដោយមួយតង់ត្រូវដេកម្នាក់ទៅពីរនាក់អីអញ្ចឹងណាពេលនឹងផងដែរស៊ីអ៊ីនក៏រត់ទៅចិត្តចេដែលនិយាយថាគេនឹងគេងជាមួយនឹងចេនៅយប់នេះនិយាយទៅពីរនាក់នឹងគេងបន្ទប់មួយគ្នានឹងធ្លាប់ឯហ្នឹងប៉ុន្តែ Kiefer មានព្រមណាអ្នកទាំងអស់គ្នានិយាយថាចេគឺជាមនុស្សស្រីស៊ីអ៊ីនគឺជាមនុស្សប្រុសមិនអាចគេងតង់រួមគ្នាបាននោះទេបន្ទាប់មក Kiefer យើងក៏បាននិយាយថាគ្មានអ្នកណាអាចគេងតង់ជាមួយនឹងចេក្រៅពីខ្ញុំបាននោះទេអូយអាប៉ែនេះនិយាយពីថាខូចសាហាវ Yuri ឮតែប៉ុណ្្នឹងគឺជំទាស់មុនគេតែម្ដងអ្នកទាំងអស់គ្នាដូចនិយាយថាមិនបាច់ឲ្យអ្នកណាទៅគេងមួយចេនោះទេចេគេងតែម្នាក់ឯងបានហើយ Kiefer ក៏តបថាល្អអញ្ចឹង
បាច់ឲ្យអ្នកណាទៅកេងជាមួយចេះចេះនោះទេ David ក៏និយាយថាកុំប្រកែកគ្នាសួរសម័យខ្លួនគេគឺល្អជាងពេលនឹងផងដែរបើសួរចេះចេះយើងគឺថាជ្រើសរើស C-in នឹងឯងឲ្យទៅកេងជាមួយនាងអត់ចង់កេងម្នាក់ឯងនោះទេហើយក្រៅពី C-in ហ្នឹងនាងក៏អត់កេងជាមួយនឹងអ្នកណាម្នាក់ដែរហើយពេលនឹងនិយាយថាពីរនាក់នឹងសប្បាយចិត្តខ្លាំងមែនទែន Yuri ជាមួយនឹង Kiefer ក៏អត់មានពាក្យអីតវ៉ាដែរម្ចាស់សម័យខ្លួនគេពេញចិត្តឯនឹងប៉ុន្តែពួកគេលួចសម្លឹងមើលទៅកាន់ស្នាមញញឹមចេះចេះជាមួយនឹង C-in នេះអញ្ចឹងណាស្អីឡើងពេលដែលចេះចេះចេញពីងូចទឹកជួបជាមួយនឹង Racket ពួកគេទាំងពីរនាក់គឺថាសួរសុខទុក្ខគ្នាទៅវិញទៅមកអញ្ចឹងណា Admin និយាយមែនឃើញមុខ Racket ហើយនឹករឿងអាលីមែនទែនសំឡេងគាត់ព្រោះណាឡើងខ្ជូតតឥឡូវចូលមកសាច់រឿងយើងវិញ Racket នៅពេលដែលមើលចេះចេះនាងឃើញកករបស់ចេះចេះមានស្នាមស៊ីរ៉ូច្បាច់នៅទាំងអស់គ្នាប៉ុន្តែនាងបែរជាគិតថានោះគឺជាអ្វីដែល Kiefer ធ្វើទៅលើចេះចេះទៅវិញដោយសារតែ C-in គឺបានប្រាប់រឿងរ៉ាវដែលចេះចេះតាក់ទងជាមួយនឹង Kiefer ទៅកាន់ Racket អញ្ចឹងណាចេះចេះក៏បានតបទៅវិញថាគឺពិតជាមានមនុស្សធ្វើបាបនាងប៉ុន្តែមិនមែនជា Kiefer អីអញ្ចឹងណាពេលហ្នឹង Racket ក៏បានគំរាមទៅកាន់ចេះចេះផងដែរថា Kiefer មិនធម្មតានោះទេនៅពេលដែលគេប្រច័ណ្ឌគឺអាក្រក់ណាចេះចេះសួរតែងើងឆ្ងល់ប្រច័ណ្ឌអាក្រក់គេបានធ្វើទង្វើហ្នឹងទៅលើអ្នកណា Racket ក៏ប្រាប់ត្រង់ថាគឺលើ Freya អូនិយាយមែន Freya នេះគឺថាធ្លាប់តាក់ទងគេគ្រប់គ្នាតែម្ដងវល់ឥឡូវមកដល់ម៉ោងអាហារថ្ងៃត្រង់ទៀតហើយចេះរបស់យើងគឺថាបានកាន់ចានបាយទៅបុកជាមួយនឹង Freya ហើយពេលហ្នឹងមិនដឹងថា Freya របស់យើងគុំចេះតាំងពីអង្កលនោះទេបានរករឿងនាងអញ្ចឹងណាមិត្តភ័ក្តិរបស់ Freya ទាំងពីរអ្នកទាំងមីកាទាំងអីហ្នឹងគឺថាខាត់ Freya កុំឲ្យរករឿងចេះប៉ុន្តែ Freya របស់យើងបានស្រែកទៅកាន់ពួកគេទាំងពីរអ្នកវិញឲ្យបិទមាត់សូម្បីតែ Yuri ដែលចង់លូកមាត់ក៏ត្រូវ Freya ស្ដីឲ្យដែរ Felix ទ្រាំអត់បានស្រែកថាឲ្យ Freya ឡើងខ្លាំងដោយនិយាយថាប្រឈប់បានហើយ Freya បញ្ចប់ត្រឹមនឹងទៅ Freya ក៏ងាកមកនិយាយថាមិនបានជាឯងស្រែកដាក់ខ្ញុំអញ្ចឹងបងប្រុសរបស់ឯងគឺមិនចង់លើកឯងស្រែកអញ្ចឹងនោះទេចេះរបស់យើងកាត់ភ្លាមបងប្រុសរបស់ Felix គឺ Percy នេះតានាងធ្លាប់មានតំណែងតំណងជាមួយនឹង Percy មែនពេលនឹងផងដែរ Felix ហាក់បីដូចជារៀងខូចចិត្តក៏ដើរចាក់ចេញទៅបន្ទាប់មកចេះបានសួរទៅកាន់ Priya ថា Percy មែន Priya ក៏បានឆ្លើយតបទាំងភ្ញាក់ផ្អើលថាអូនាងស្គាល់ Percy ដែរប្រហែលជាពួកគេធ្លាប់និយាយប្រាប់នាងហើយអញ្ចឹងមិត្តភ័ក្តិរបស់នាងធ្លាប់និយាយអត់ថាពួកគេបានធ្វើអាក្រក់អ្វីខ្លះមកលើខ្ញុំគ្រប់គ្នាលឺអញ្ចឹងគឺថាទម្លាក់ទឹកមុខចុះតែម្ដងនៅទាំងអស់គ្នាចំណែកចេះយើងគឺគ្មានដឹងរឿងស្អីនោះទេហើយ Priya ក៏បាននិយាយទៀតថាបើសិនជាចេះដឹងថាមិត្តភ័ក្តិរបស់នាងធ្លាប់ធ្វើអីខ្លះចំពោះខ្លួនតើនាងមានអារម្មណ៍បែបណានិយាយមកដល់ត្រឹមនេះ Priya ហាក់បីដូចជាលេងចង់និយាយអីទៀតក៏បានដើរចាក់ចេញទៅចំណែកឯចេះក៏បានងាកទៅសួរគ្រប់គ្នាផងដែរថាមានរឿងអី Kiefer បានប្រាប់ទៅកាន់ចេះថាឥឡូវដល់ម៉ោងញ៉ាំបាយឲ្យគ្រប់គ្នាញ៉ាំបាយសិននៅប៉ុន្តែចេះគឺអត់ព្រមនោះទេនាងចង់ដឹងឥឡូវនេះដែលធ្វើឲ្យនាងគឺថាឆ្លោះគ្នាជាមួយនឹង Kiefer ឡើងតឹងតសៃកដែល Kiefer គិតថានេះគឺគ្រាន់តែជាកំហុសតាំងពីអតីតកាលតែប៉ុណ្ណោះគេអត់ចង់ឲ្យចេះដឹងនោះទេប៉ុន្តែចេះគឺនៅតែចង់ដឹងបន្ទាប់ពីប្រកែកគ្នាហើយចេះក៏បានដើរចេញពីទីនោះទាំងកំហឹងមកកន្លែងមួយដែលមានអារម្មណ៍ថាគឺវាស្ងប់ស្ងាត់នឹងនៅម្នាក់ឯងធ្វើឲ្យនាងមានអារម្មណ៍ល្អអញ្ចឹងណាប៉ុន្តែនិយាយមិនទាន់ផុតពីមាត់ផងស្រាប់តែកលេចទៅឃើញអ្នកណាម្នាក់ដែលអង្គុយយំនៅចិត្តនោះនៅពេលដែលនាងដើរមកមុខបន្តិចទៀតទើបឃើញថានោះគឺជា Priya នៅទាំងអស់គ្នាចេះរបស់យើងក៏បានមកអង្គុយចិត្ត Priya និងសួរទៅកាន់នាងថារឿងដែល Priya និយាយអំបញ្ញមិញគឺជារឿងអីនាងអត់ដឹងនោះទេ Priya ដំបូងឡើយគឺថាអត់ចង់និយាយប្រាប់ចេះនោះទេនាងហាក់ដូចជាស្អប់ចេះខ្លាំងមែនទែនប៉ុន្តែនៅពេលដែលដឹងថាចេះចង់ដឹងនាងក៏បានប្រាប់តាមដំណើរដើមតងនិយាយទៅរឿងរ៉ាវគឺនិយាយចាប់តាំងពីនាងគឺមានតំណែងស្នេហាជាមួយនឹង Percy ប៉ុន្តែក្រោយពី Percy បានស្លាប់ទៅនាងក៏ទៅមានតំណែងជាមួយនឹង Yuri ម្ដងដោយសារតែ Yuri ហ្នឹងគឺជាអ្នកចូលមកស្និទ្ធស្នាលជាមួយនឹងនាងធ្វើឲ្យនាងលងចិត្តស្រឡាញ់គេប៉ុន្តែនៅពេលដែលនាងកំពុងតែស្រឡាញ់គេស្រាប់តែគេហ្នឹងមកសុំបែកពីនាងហើយនឹងបានចាក់ចេញទៅធ្វើឲ្យនាងក៏ឈឺចិត្តខ្លាំងមែនទែនហើយ Yuri ចេញទៅអត់បានប្រមាណផងដល់ Van Kiefer ម្ដងនៅទាំងអស់គ្នាមកស្រឡាញ់តាក់ទងជាមួយនឹង Freya ប៉ុន្តែបែប private អត់មានអ្នកណាដឹងនោះទេក្រោយមកនៅពេលដែលនាងត្រូវបានគេជ្រើសរើសជា Queen ប្រចាំសាលានឹងហើយ Kiefer បានមើលឃើញអំពីភាពស្និទ្ធស្នាលរវាងនាងជាមួយនឹងបរិសុទ្ធផ្សេងគេក៏ចាប់ផ្ដើមបញ្ចេញកំហឹងទៅកាន់ Freya នៅចំពោះមុខមនុស្សគ្រប់គ្នាដែលដេញអ្នកទាំងអស់គ្នាចេញហើយស្ដីទៅកាន់ Freya ខ្លាំងតាំងពីនឹងមកនាងជាមួយនឹង Kiefer គឺតែងតែមានទំនាស់មួយរយៈក្រោយមកនាងក៏បែកគ្នាហើយចាប់តាំងពីនាងបែកពី Kiefer គ្រប់គ្នាក៏ចាប់ផ្ដើមសម្លឹងមើលនាងគឺជាមនុស្សអាក្រក់បែបលក្ខណៈថានាងមានសង្សារច្រើនអញ្ចឹងណាគេមើងងាយនាងថាជាមនុស្សស្រីសាវ៉ាជាសភឹងជាអីចឹងទៅដោយសារតែនាងមានសង្សារច្រើនពេកដែលធ្វើឲ្យ Freya នឹងគឺថាខូចចិត្តខ្លាំងមកដល់បច្ចុប្បន្ននឹងហើយអ្នកទាំងអស់គ្នាចាំអ្វីដែលគេកូននិយាយអត់កាលមុន Freya គឺជាមនុស្សស្រីដែលល្អធម្មតាប៉ុន្តែចាប់តាំងពីសង្សាររបស់នាងស្លាប់ទៅ Freya ក៏ចាប់ផ្ដើមបដូរចរិតតាំងពីនឹងមក admin ដឹងបាត់ហើយថា Freya គឺធ្លាប់តាក់ទងជាមួយនឹង Percy ប៉ុន្តែមិនដឹងថារឿងរ៉ាវគឺវាស៊ីជម្រៅអីដល់ថ្នាក់នឹងអញ្ចឹងណាបន្ទាប់មក Freya បំរុងនឹងងើបចាក់ចេញចេះរៀបនឹងលងលោមទៅកាន់ Freya ទៅហើយប៉ុន្តែត្រូវនាងបដិសេធដោយនិយាយថាអត់ចង់ទទួលបានការបារម្ភខ្លាំងៗពីនរណាម្នាក់នោះទេនិយាយហើយក៏ចាក់ចេញបាត់ទៅចេះផងទលួងគេនឹងអត់មានមើលផ្លូវចិត្តខ្លួនឯងនោះទេកំពុងតែប៉ះទង្គិចខ្លាំងមែនទែនរឿងរ៉ាវភាគ6របស់យើងក៏ត្រូវបានបញ្ចប់តែត្រឹមនេះ